បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកចែករំលែកអំពីការកាត់សក់របស់បងប្អូនគឺគាត់កាត់សក់ឲ្យក្មេងហើយអានេះចាប់ជំគាត់កាត់សក់ហើយចាប់ផ្ដើមកាត់សក់ឲ្យស្អាតមិនថាណាក៏ដោយគឺឬប្រុសយើងតែសក់អត់ល្អអត់មានសណ្ដាប់ធ្នាប់គឺក៏អត់ល្អដែរតែយើងកាត់មិនថាក្មេងប្រុសគឺកាត់សក់ឲ្យស្អាតហ្មងតែកាត់សក់ទៅគឺមានអារម្មណ៍ថាខ្លួនឯងនឹងស្អាតមួយកម្រិតបងប្អូនក៏បានកាត់សក់ឲ្យបងប្អូនប្រុសគាត់កាត់ហើយគឺចាប់ផ្ដើមកោសវាឲ្យវាមានសន្តានសឲ្យវាម៉ត់កុំឲ្យវាខ្មៅរដិបរដប់គឺគាត់កាត់ឲ្យស្អាតកាត់ហើយគឺគាត់កោសហើយគាត់កោសអំពីសក់មិនថាក្មេងមិនថាមនុស្សចាស់ទេគឺបើសិនតែមនុស្សប្រុសយើងទុកសក់ពីសំពងណាសក់អត់ស្អាតទេមិនថាណាក៏ដោយដល់ពេលយើងកាត់សក់ទៅគឺមានអារម្មណ៍ថាធ្វើឲ្យយើងនឹងមានស្អាតមួយកម្រិតទៀតហើយហ្នឹងមុននឹងយើងកាត់សក់គឺយើងចែកភ្លីសក់ហើយការចែកភ្លីសក់ហ្នឹងវាអាស្រ័យទៅលើកាលណាដែលយើងហេតុអីបានយើងត្រូវចែកភ្លីសក់ហ្នឹងយើងត្រូវវាចែកព្រោះកាលណាបើយើងកាត់ទាំងសំពងគឺពេលខ្លះយើងអាចចលោះចូលជ្រុលនឹងមួយចំណែកហើយមួយទៀតគឺកុំឲ្យវាទើសដៃយើងតែកាលណាយើងទលាក់មករទេរតាអីចឹងវាពិបាកនៅក្នុងការពុះសក់ឬក៏ត្រូវជែកសក់ចេញត្រូវកាត់ចេញគឺវាពិបាកវាអាចប៉ះពាល់ដល់ខាងលើទៀតអញ្ចឹងបានថាជាងមុនដំបូងគឺចាប់ផ្ដើមគឺមកគឺកាត់ចែកភ្លីហើយបានកាត់សក់ហ្នឹងគឺមួយចំណែកហើយពេលណាដែលចែកភ្លីហើយគឺពេលដែលកាត់រួចហើយគឺទលាក់មកគឺវាអត់សល់ទេគេហៅថាសក់សល់ដែរវាពេលដែលយើងកាត់ទៅគឺវាធ្លាក់មកវាអត់ស្អាតទេតែយើងចែកភ្លីហើយទៅពេលយើងកាត់គឺទលាក់មកគឺអត់មានអាសក់សល់វាខ្លះប៉ះខ្យល់អញ្ចឹងទៅរំផែហ្នឹងអាហ្នឹងគឺវាអត់ស្អាតទេធ្លាក់មកអត់ស្អាតទេបើយើងចែកភ្លីវាបានល្អហើយគឺយើងចាប់ផ្ដើមកាត់ទៅគឺវាធ្វើឲ្យយើងមាន clean ហ្មងគឺស្អាតហ្មងល្អតែម្ដងអញ្ចឹងបានថាជាងភាគចឹងគឺគាត់មុននឹងកាត់គឺគាត់ចែកភ្លីហើយគាត់ចែកភ្លីសក់ចាប់ភ្លីសក់ឲ្យវាត្រង់ហើយបានគាត់ចាប់ផ្ដើមកាត់សក់កាត់រួចហើយគឺគាត់ទម្លាក់មកគឺអត់ជាបញ្ហាទេវាមានផ្នែកវាសក់យើងគឺវាមានផ្នែកវាពេលខ្លះសក់ទៅខាងលើដល់ពេលជាងខ្លះគាត់អត់ចែកភ្លីទេដល់ពេលគាត់អត់ចែកភ្លីទៅគឺពេលខ្លះគាត់ជ្លុះទៅអាកាត់ខាងលើនឹងឯងកាត់អាខាងលើអាសក់ខាងលើហ្នឹងគឺកាត់មកវាខ្លីទៅវាធ្វើឲ្យបាសហ្មងពេលខ្លះគឺវាបាសហ្មងដល់ពេលយើងញែកទៅគឺវាអត់ដាច់គ្នាទេគឺវាមានអារម្មណ៍ថាបាសសក់នឹងបាសអញ្ចឹងបានថាជាងពេលអញ្ចឹងគឺគាត់ចាប់ភ្លីហើយបានគាត់ចាប់ផ្ដើមកាត់អាផ្នែកព្រោះយើងវាមានកាត់ផ្នែកខាងក្រោមហើយផ្នែកខាងលើអញ្ចឹងអាផ្នែកខាងលើហ្នឹងគឺកាត់ចុងក្រោយគេទាំងអស់ហើយបងគាត់កាត់ហើយគឺគាត់ឈូសរួចហើយគឺគាត់ចាប់ផ្ដើមកោសឲ្យវាមានសន្តានសហើយកន្លែងខ្លះគឺគាត់យកក្រាស់ហ្នឹងទៅដើម្បីទ្របហ្នឹងព្រោះតែសក់ណាកន្លែងណាដែលវាអត់ស្មើគឺដាក់ក្រាស់ទៅគឺវាចេញមកខាងក្រៅក្រាស់អញ្ចឹងជាងគាត់កាត់តែខាងក្រៅក្រាស់ខាងទេហ្នឹងកាត់ទៅអាណាដែលសល់គឺវាចេញមកអញ្ចឹងគឺកាត់អាខាងហ្នឹងហើយអញ្ចឹងមិនថាធ្វើឲ្យម៉េចឲ្យវាស្មើយើងដាក់ក្រាស់ទ្របទៅដូចបងគាត់កាត់អញ្ចឹងគាត់កាត់ហ្នឹងគឺខាងយកក្រាស់ហ្នឹងដាក់តុបឬក៏ជាខ្នាតដែរថាជាងកាត់សក់ពេលអញ្ចឹងគឺយកអាក្រាស់ហ្នឹងគឺជាខ្នាតដើម្បីតុបសក់ហ្នឹងកុំឲ្យវាជ្រុលឬក៏ធ្វើមិនឲ្យវាស្មើអញ្ចឹងគាត់យកក្រាស់ហ្នឹងដាក់ជាខ្នាតដើម្បីកាត់ទៅព្រោះបើសិនតែយើងអត់ខ្នាតគឺវាអត់ល្អទេវាអត់ស្មើទេបើអត់ក្រាស់ទេយើងមើលទៅគឺមើលនឹងភ្នែកយើងគឺមានអារម្មណ៍ថាវាដូចស្មើដូចវាល្អហើយបើដល់ពេលយើងដាក់ក្រាស់ទៅក៏វាចេញអាណាដែលវាវែងខ្លាំងវែងពេកណាវែងពេកមកគឺវាអាចនៅខាងក្រៅក្រាស់នៅក្នុងខាងលើក្រាស់ហ្នឹងតែបើយើងមើលទៅនឹងភ្នែកគឺមានអារម្មណ៍ថានោះដូចជាល្អហើយណាដូចជាល្អហើយវាមិនអីទេណាដល់ពេលយើងដាក់ក្រាស់ទៅគឺវាអាសន្តានដែលវែងហ្នឹងគឺវាចេញមកខាងក្រៅយើងអាចកាត់ខាងហ្នឹងទេអញ្ចឹងធ្វើឲ្យវាស្មើក្រោយមកគឺគាត់ចាប់ផ្ដើមកាត់ខាងអស់ហើយគឺបងគាត់កាត់លឿនមែនទែន
កាត់លឿនឲ្យស្អាតអាហ្នឹងជាភ្ញៀវដែលចង់បានព្រោះតែកាលណាអង្គុយយូរគឺអត់កើតទេអត់កាត់ទេអញ្ចឹងគាត់កាត់ខាងលើហ្នឹងគាត់អត់បានចាប់ឡើងលើទេដោយសារតែគាត់ចាប់យកគាត់រេះតែខាងឲ្យវាស្មើទេគាត់អត់បានធ្វើចាប់ឡើងលើដូចជាងខ្លះគាត់ចាប់ខាងលើគាត់លើកឡើងក្បាលហ្នឹងគឺខ្លះគាត់លើក3ដងឯណោះគេលើក3ដងលើកខាងលើកកណ្ដាលហើយនឹងលើកខាងលើកខាង2ដងលើកកណ្ដាលម្ដងអញ្ចឹងគឺគាត់អត់ចាប់លើកទេគាត់សិតមកខាងញែកហ្មងសិតមកដែលគាត់ខាងញែកមកខាងបណ្ដោយសមមកគឺគាត់រេះតែចង់បន្តិចទៀតឲ្យវាស្មើសន្តានមុនដែលដោយសារតែភ្ញៀវគាត់ចង់បានសក់គាត់គឺចង់ឲ្យតែរេះតិចទេអត់ឲ្យប៉ះខាងលើទេគាត់ឲ្យរេះអាខាងតិច